បាទជាសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកជាលើកទី2សម្រាប់ដោយសារតែមាន comment ច្រើនដែលចង់ឲ្យខ្ញុំផ្សាយពាក់ព័ន្ធជាមួយនឹងអាជីវកម្មបន្លែនៅលើទឹកនេះតែគេហៅ hydroponic អាជីវកម្មនេះពិតជាល្អហើយកំពុងតែលូតលាស់ខ្លាំងហើយចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែធ្វើបន្លែហើយអាចងាកមកសិក្សាស្រាវជ្រាវបន្ថែមដោយសារកន្លែងនេះខ្ញុំគិតថាជាការទីតាំងមួយដ៏ធំគួរសមដែរដីគាត់ធំប៉ុន្តែគាត់ធ្វើនេះក៏ 4-5 ហិកតាដែរហើយគាត់ប្រមូលផលជាប្រចាំគឺមួយថ្ងៃ500គីឡូ500គីឡូប៉ុន្តែគាត់ធ្វើនេះគឺផ្ដោតធំមែនទែនគឺពាក់ព័ន្ធជាមួយនឹងស្ពៃតឿបាទតែដាំនៅនេះគាត់ជោគជ័យខ្លាំងហើយក៏មានដំណាំផ្សេងទៀតដែរប៉ុន្តែខ្ញុំផ្ដោតទៅលើខាងស្ពៃតឿហើយគាត់ធ្វើពិតជាគំរូអាជីវកម្មមួយដែលគាត់សិក្សាស្រាវជ្រាវខ្លួនឯងភាគច្រើនមិនបានចប់មកពីណាពីណីទេម្ចាស់កឋាននេះក៏ប៉ុន្តែអ្វីដែលគាត់ធ្វើហ្នឹងចំណុចសំខាន់គឺគាត់ផ្ដោតទៅលើទីផ្សារដែលតម្រូវការចាំបាច់មែនទែនហើយដោយសារហ៊ុយយន្តបានកងត្រាជាមួយគាត់ជាប្រចាំដែរក្នុងមួយថ្ងៃ500គីឡូដែលគាត់តែងតែផ្គត់ផ្គង់ជូនទៅខាងផ្សារហ៊ុយយន្តហ្នឹងពិសេសដែលខ្ញុំចង់ចែកម្លែកដល់ពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងរបស់គាត់សូម្បីតែសត្វល្អិតក៏គាត់មានបច្ចេកទេសដ៏ពិសេសមួយពាក់ព័ន្ធជាមួយនឹងស្កុតបាទស្កុតដែលបងប្អូនឃើញពណ៌លឿងហ្នឹងគឺគាត់ដាក់ដើម្បីចាប់សត្វល្អិតដែលគាត់អត់ប្រើថ្នាំពុលទេហើយពិតជាមានប្រសិទ្ធភាព 100% តែម្ដងអញ្ចឹងមិនថាកូនតូចមិនថាកូនធំសម្រាប់គាត់ចាប់សត្វល្អិតនេះគឺគាត់បានជោគជ័យខ្លាំងមែនទែនបាទអញ្ចឹងជាបច្ចេកទេសមួយដែលពុកម៉ែបងប្អូនអាចយកទៅទិញស្កុតដែលធ្វើឲ្យជាប់នឹងអាចដាក់នៅក្នុងរោងបន្លែដែលកំពុងតែមានសត្វល្អិតច្រើនគឺយើងអាចទប់ស្កាត់សម្រាប់គាត់ខ្ញុំសួរគាត់ហើយគឺបាន 100% តែម្ដងហើយពិសេសសម្រាប់គាត់នេះគឺកំពុងតែបរិចខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនឃើញនៅកន្លែងនេះបើខ្ញុំសម័យឃើញមិនមែននៅស្រុកគេទេមិនមែននៅកាទេមិនមែននៅខាងប្រទេសជិតខាងទេគឺនៅស្រុកខ្មែរយើងតែម្ដងគឺនៅជាការលើខ្ញុំនឹងដាក់លេខទូរស័ព្ទឲ្យបងប្អូនអាចសួរនាំគាត់បានដើម្បីឲ្យបងប្អូនអាចនេះពួកគាត់ក៏ជាមនុស្សដែលចែករំលែកឲ្យចង់ឃើញខ្មែរយើងជួយគាំទ្រគ្នាហើយនឹងបច្ចេកទេសមួយចំនួនដែលគាត់បានសិក្សាចាយពេលរយៈពេល2ឆ្នាំមកនេះគាត់ក៏ចង់ចែករំលែកដែរអញ្ចឹងបើសិនបងប្អូនដែលមានបំណងធ្វើអាជីវកម្មបន្លែនៅលើទឹកអាចសិក្សាគាត់ហើយគាត់ក៏ចង់សិក្សាបងប្អូនដែលមានបច្ចេកទេសថ្មីដើម្បីមកជួយអភិវឌ្ឍគាត់ដែរពាក់ព័ន្ធជាមួយនឹងអាជីវកម្មនេះខ្ញុំសង្ឃឹមថាបងប្អូនអាចឃើញជាក់ស្ដែងជាគំរូហើយអត់ពេលច្រើនទេគឺអានេះគឺគាត់ដាំនៅក្នុងទឹកហើយគាត់បានមានកម្មវិធីដើម្បីធ្វើទៀតហើយបន្ទាប់មកឥឡូវគឺគាត់បានទទួលជោគជ័យខ្លាំងបូកទីផ្សារបូកជាមួយនឹងអ្វីដែលគាត់ផលិតអញ្ចឹងបានយើងចាប់ដៃគ្នាខាងហ៊ុយយន្តមានទីផ្សារហើយខាងគាត់ជាអ្នកផលិតអញ្ចឹងយើងសហការគ្នាទៅហើយតែងតែណែនាំពាក់ព័ន្ធជាមួយនឹងពូជស្អីដែលត្រូវជាមួយនឹងទីផ្សារតើគុណភាពរបៀបម៉េចដែលត្រូវនឹងទីផ្សារអានេះគឺជាចំណុចសំខាន់នៅក្នុងការធ្វើទីផ្សាររួមគ្នាអញ្ចឹងមិនមែនហ៊ុយយន្តរត់ទៅផលិតផងទៅលក់ផងអត់ទេយើងចែកគ្នាអញ្ចឹងឲ្យគាត់ខិតខំស្រាវជ្រាវក្នុងការផលិតទៅយើងខិតខំស្រាវជ្រាវទៅលើទីផ្សារតម្រូវការទីផ្សារហើយនឹងដាក់កម្មវិធីជូនគាត់តែម្ដងខែណាចុះថ្លៃខែណាវាឡើងថ្លៃដូចបច្ចុប្បន្ននេះសម្រាប់ស្ពៃតឿ1គីឡូ 3000អញ្ចឹងកំពុងតែសប្បាយចិត្តបាទប៉ុន្តែវាមានរដូវថោករដូវថ្លៃដែរអញ្ចឹងវីដេអូនេះគ្រាន់តែខ្ញុំចង់ចែករំលែកថាបើសិនបងប្អូនចង់ធ្វើកសិកម្មមិនថាបន្លែមិនថាស្អីទេសូមឲ្យគិតគូររកដៃគូលើទីផ្សារបាទអញ្ចឹងរកទីផ្សារបន្ទាប់មកចាំយើងស្រាវជ្រាវបច្ចេកទេសហើយបងប្អូនដាក់បេះដូងធ្វើកិច្ចការទាំងអស់ហ្នឹងបាទហើយកត្តាផ្សេងដូចរឿងពូជរឿងថែទាំរឿងអីខ្ញុំគិតថានៅពេលដែលយើងចាប់ដើមធ្វើទៅយើងនឹងចាប់ដើមដឹងហើយនឹងបរិចខ្លួនគាត់បានជំរាបជូនថាគាត់ផ្ដើមទូចមែនទែនទៅគាត់ទិញលក្ខណៈធ្វើទទួលទានគ្រួសារទេពេលដាំដំបូងប៉ុន្តែឃើញថាវាល្អវាជោគជ័យហើយសុខភាពល្អអីដែរអញ្ចឹងគាត់ក៏ចាប់ផ្ដើមបរិចខ្លួនធំទៅខ្ញុំគិតថានៅជាការលើនេះឬក៏នៅស្រុកខ្មែរប្រហែលជាមានតែគាត់ទេដែលអាចធំជាងគេហើយគាត់ព្យាយាមប្រើបច្ចេកវិទ្យាថ្មីសម្បីតែបដោះកូនក៏គាត់មានបច្ចេកទេសដ៏ពិសេសដែរការថែទាំហើយនឹងអាភាពដែលបរាជ័យគាត់ទាំងអស់នោះគាត់ចាត់ទុកអានឹងទៅជាដើមទុនក្នុងការដែលគាត់ដើរទៅមុខអញ្ចឹងជាចុងក្រោយគាត់សូមឲ្យពុកម៉ែបងប្អូនជួយគាំទ្រហើយការទិញបន្លែនៅផ្សារហ៊ុយយន្តដូចជួយពួកគាត់អញ្ចឹងពីពួកគាត់គោលដៅធំគឺផលិតដើម្បីយកទៅលក់នៅតែផ្សារហ៊ុយយន្តទេអញ្ចឹងពួកយើងរួមគ្នាដើម្បីឲ្យសម្បូរទៅដល់បន្លែហើយនឹងសិក្សាពីតម្លៃធ្វើយ៉ាងម៉េចឲ្យគាត់មានប្រាក់ចំណេញនេះជាគោលដៅធំពេលដែលគាត់មានប្រាក់ចំណេញគឺគាត់ចាប់ផ្ដើមបរិចខ្លួនបានអានេះគឺជាចំណុចសំខាន់អញ្ចឹងបើសិនជាពាក់ព័ន្ធជាមួយនឹងបន្លែលើទឹកខ្ញុំគិតថាបងប្អូនអាចមកសិក្សាជាមួយគាត់បានហើយ ក
គាត់ស្វាគមន៍ហើយខ្ញុំនឹងដាក់លេខទូរស័ព្ទនៅលើហ្នឹងបងប្អូនធ្វើលក្ខណៈគ្រួសារក៏អាចសួរនាំគាត់បានលក្ខណៈកសិដ្ឋានក៏អាចសួរនាំគាត់បានដែរបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយជាព័ត៌មានជាការផ្សព្វផ្សាយទៅដល់គាត់ដែលកំពុងតែដាំហើយមានការគ្រប់គ្រងគាត់ផងហើយនឹងអាចចែករំលែកបរិយាឲ្យស្រុកខ្មែរយើងសម្បូរអ្នកដាំនិងអ្នកផលិតទាំងអស់គ្នាហើយនឹងដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារហើយអាចប្រឹក្សាជាមួយនឹងបច្ចេកទេសផ្សេងជាមួយនឹងហ៊ុយយន្តមិនថាទីផ្សារមិនថាបច្ចេកទេសឬក៏ពាក់ព័ន្ធជាមួយនឹងការណែនាំមួយចំនួនទៅដល់ពុកម៉ែបងប្អូនដែលចាប់ផ្ដើមធ្វើបន្លែនេះបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងគាំទ្រផ្សារហ៊ុយយន្តហើយនឹងគាំទ្រនៅបច្ចេកទេសកសិកម្មរបស់ខាងហ៊ុយយន្តបាទសូមអរគុណ